ខ្ញុំជឿថាសមិទ្ធផលទាំងពីរនេះគឺជាក្តីសម័យមួយដែលអ្នករស់នៅក្នុងទីក្រុងភ្នំពេញគាត់ចង់បានដោយសារតែកាលពីឆ្នាំ2024គឺយើងមានកោះនរាឥឡូវហ្នឹងដើមឆ្នាំ2025ហ្នឹងគឺយើងមាន Walk Street នៅខាងមុខវាំងកាលពីមុនពេលដែលយើងចេញពីធ្វើការឬពេលល្ងាចអីយើងអត់ដឹងថាត្រូវទៅណាឬមួយក៏ទៅហាត់ប្រាណកន្លែងណាដែលមានបរិយាកាសល្អអីទេប៉ុន្តែឥឡូវហ្នឹងគឺយើងអាចទៅកោះនរាក៏បានយើងអាចដើរនៅ Walk Street សៅរ៍អាទិត្យមុខវាំងហ្នឹងក៏បាននិយាយទៅខ្ញុំសង្កេតឃើញថាមួយរយៈក្រោយនេះគឺមានមនុស្សគាត់ទៅច្រើនមែនតើមិនថា Walk Street ឬមួយក៏កោះនរាទេដោយសារតែកន្លែងពីរនេះគឺជាកន្លែងមួយសម្រាប់ដែលយើងដើរហាត់ប្រាណក៏បានជាកន្លែងកម្សាន្តជាកន្លែងដែលជួបជុំមិត្តភ័ក្តិពេលចេញពីធ្វើការហើយក៏ជាកន្លែងដែលយើងអាចទៅរកអីញ៉ាំបានខ្លះដែរប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំឃើញភ្នំពេញយើងមានការអាប់ដេតថ្មីហើយមានកន្លែងស្អាតៗច្រើនហើយបើសិនជាយើងទៅអង្គុយនៅលើ Sky Bar មិនថាកោះនរាឬមួយក៏ម្ដុំមុខវាំង Walk Street យើងទេគឺយើងមើលចុះមកក្រោមមកគឺឃើញបរិយាកាសស្អាតមែនទែនអ្វីដែលខ្ញុំសង្កេតឃើញពីចំណុចល្អមួយទៀតគឺប្រជាពលរដ្ឋយើងឥឡូវហ្នឹងមានការយល់ដឹងច្រើនពាក់ព័ន្ធជាមួយនឹងការចោលសម្រាមអីយើងដើរទៅតាមតំបន់ដែលកំសាន្តដើរតាមកន្លែងហាត់ប្រាណអីហ្នឹងគឺអត់ឃើញមានសម្រាមអីចោលផ្ដេសផ្ដាស់ច្រើនទេហើយខ្ញុំក៏ចង់ឃើញរូបភាពបែបហ្នឹងហើយយើងនៅតែបន្តការសម្អាតនិងការចោលសម្រាមឲ្យបានត្រឹមត្រូវហើយវាក៏ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាយើងដែរមួយរយៈចុងក្រោយនេះគឺនៅ Walk Street រៀងរាល់សៅរ៍អាទិត្យគឺមានមនុស្សទៅច្រើនកុះករមែនទែនអ្នកខ្លះក៏គាត់ទៅហាត់ប្រាណអ្នកខ្លះទៀតក៏គាត់ទៅដើម្បីកម្សាន្តយកខ្យល់បរិយាកាសពេលចេញពីធ្វើការចេញអីចឹងទៅហើយកលេចទៅកោះនរានោះវិញក៏មានអ្នកហាត់ប្រាណច្រើនហើយអ្នកហែលទឹកហែលអីច្រើនដែរហើយបរិយាកាសអីគឺស្អាតអត់មានសម្រាមអត់មានអីទេសូម្បីតែអ្នកលក់ដូរក៏គាត់មានការរៀបចំទុកដាក់អីបានត្រឹមត្រូវរបស់គាត់អញ្ចឹងណាយើងមើលមកវាអត់សូវទឹកភ្នែកហើយនេះក៏វាជាសមិទ្ធផលហើយនឹងក៏ជាភាពជោគជ័យមួយដែរដែលការរៀបចំយើងនឹងបានជោគជ័យហើយទទួលការគាំទ្រពីប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញដែលគាត់ទៅចូលរួមដើរហាត់ប្រាណដើរកម្សាន្តយកខ្យល់បរិយាកាសអញ្ចឹងទៅអញ្ចឹងហើយសម្រាប់បងប្អូនដែលអត់ទាន់បានទៅដើរហាត់ប្រាណឬដើរយកខ្យល់បរិយាកាសនៅម្ដុំមុខវាំង Walk Street យើងហ្នឹងសៅរ៍អាទិត្យហ្នឹងគឺយើងអាចទៅបានព្រោះដូចជាសប្តាហ៍ទីប្រហែលនេះខ្ញុំភ្លេចដែរនេះតែគ្រាន់ថាយើងបើកមកបានយូរហើយក៏ទទួលបានជោគជ័យដែរដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញច្រើនបាទអញ្ចឹងហើយសម្រាប់បងប្អូនដែលអត់ទាន់បានទៅដើរនៅកោះនរាឬមួយក៏ទៅ Walk Street បងប្អូនអាចទៅសាកបានអរគុណបងប្អូនជំរាបលាបាយ